ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីរបៀបនៃការបង្កើនចំនួន follower ទៅលើ Facebook Page សម្រាប់បងប្អូនដែលចង់ឲ្យ page របស់បងប្អូនមានចំនួនអ្នក follow ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link page របស់បងប្អូនយកទៅផានៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរគឺខ្ញុំធ្វើនៅក្នុង website ខ្មែរ SMM សម្រាប់សេវាកម្មនេះដែរបងប្អូនអត់ចាំបាច់ភ័យឬក៏បារម្ភថានៅពេលដែលបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះហើយអត់ដំណើរការទេបងប្អូនឃើញចំនួន follower ដែលនៅខាងលើនឹងអត់គឺជា follower ដែលខ្ញុំបានធ្វើការបញ្ជាទិញពីមុនមកណាបងប្អូនអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរយើងចូលមកធ្វើទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនចូលមកក្នុង page របស់បងប្អូនសិនមកដើម្បីចូលមក copy link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើស page មួយនេះដើម្បីធ្វើការបង្កើនចំនួន follower បងប្អូនអញ្ចឹងដើម្បីអាចធ្វើការ copy link page នេះបានជាដំបូងបងប្អូនឃើញសញ្ញាចុច3ដែលនៅខាងស្ដាំដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាចុច3នឹងមកបន្តមកទៀតបងប្អូនធ្វើការចុចនៅលើពាក្យ copy link បន្ទាប់ពីបងប្អូនបាន copy link ហើយបងប្អូនអាចចេញពីក្នុង page របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់ website របស់យើងនឹងដែរគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលជាសមាជិកថ្មីឬក៏បងប្អូនអត់ទាន់បានធ្វើការចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website សិនដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានសម្រាប់ link អំពីរបៀបចុះឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះតែម្ដងនៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនផ្ទាល់គឺយើងមានដូចជាប្រភេទសេវាកម្មដែលទាក់ទងជាមួយនឹង Facebook Live TikTok YouTube Telegram Instagram និងសេវាកម្មផ្សេងៗជាច្រើនទៀតណាបងប្អូនប៉ុន្តែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook គឺការបង្កើនចំនួន follower ទៅលើ Facebook Page ណាបងប្អូនអញ្ចឹងដើម្បីអាចធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះបានជាដំបូងបងប្អូនធ្វើការចុចនៅលើពាក្យថា Facebook នេះមកបន្តមកទៀតបងប្អូនអូមកក្រោមដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook របស់បងប្អូនគឺយើងមានដូចជា Facebook follower Facebook page follower Facebook page like បូកជាមួយនឹង follow Facebook post reaction Facebook comment Facebook share និងសេវាកម្មផ្សេងៗជាច្រើនទៀតណាបងប្អូនប៉ុន្តែសម្រាប់វីដេអូនេះផ្ទាល់គឺខ្ញុំនឹងបង្ហាញបងប្អូនទាក់ទងជាមួយនឹងសេវាកម្ម Facebook page follower អញ្ចឹងបងប្អូនមើលនៅលើសេវាកម្មដែលមានឈ្មោះថា Facebook page follower នឹងមកបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានជម្រើសសេវាកម្មជាច្រើនសម្រាប់ឲ្យបងប្អូនជ្រើសរើសហើយសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺយើងមានចាប់ពីសេវាកម្មដែលមានតម្លៃធូរថ្លៃរហូតដល់សេវាកម្មដែលមានតម្លៃរៀងខ្ពស់បន្តិចទេបងប្អូនប៉ុន្តែភាគច្រើនសេវាកម្មនឹងដែរគឺសុទ្ធតែមានតម្លៃធូរថ្លៃបងប្អូនគឺសេវាកម្មខ្លះអត់ដល់$1ទេនៅក្នុង1000 follower បងប្អូនអញ្ចឹងសម្រាប់បងប្អូនពេញចិត្តទៅលើសេវាកម្មមួយណាឬក៏មួយណាដែលជាតម្រូវការរបស់បងប្អូនផ្ទាល់បងប្អូនអាចធ្វើការជ្រើសរើសទៅលើសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសទៅលើសេវាកម្មដែលមាន ID code 52 Facebook page follower ដែលនៅខាងលើគេនេះបងអស់បងប្អូនសម្រាប់សេវាកម្មនេះដែរបងប្អូនរងចាំរយៈពេល1ម៉ោងនិង5នាទីបន្ទាប់ពីបងប្អូនបានធ្វើការបញ្ជាទិញទៅលើសេវាកម្មនេះហើយនោះនឹងលទ្ធផលឲ្យបងប្អូនចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែងប្រអប់ link សម្រាប់ប្រអប់ link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុង page របស់បងប្អូនហើយបន្តមកទៀតបងប្អូនធ្វើការ copy link page នឹងដើម្បីយកមកផាសនៅក្នុង website នេះវិញណាបងប្អូនសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែសកត់ទៅលើប្រអប់ link និងdownloadជាអក្សរផាសមកបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចធ្វើការផាស link នឹងបានហើយបន្ទាប់ពីបងប្អូនបានធ្វើការផាស link ហើយបងប្អូនមើលបន្ទាប់នៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន follower ដែលបងប្អូនចង់បាននៅត្រង់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10 follower រហូតដល់ 100k follower បងប្អូននៅចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងខ្ញុំមិនដាក់ច្រើនទេបងប្អូនគឺខ្ញុំដាក់ត្រឹមតែ10 follower ទេបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមើលបន្ទាប់នៅកន្លែងឆាកសម្រាប់កន្លែងនឹងដែរគឺវានឹងធ្វើការគិតលុយស្រាប់ៗឲ្យបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនជាក់ស្ដែងនៅត្រង់កន្លែងនឹងដែរគឺខ្ញុំដាក់ចំនួន10 follower អញ្ចឹងនៅកន្លែងឆាននឹងដែរគឺវានឹងធ្វើការគិតលុយអស់ត្រឹមតែ0.028 សេនទេបងប្អូនគឺមានតម្លៃធូរថ្លៃខ្លាំងមែនទែនប៉ុន្តែសម្រាប់កន្លែងឆាននឹងដែរគឺវាអត់នៅថេរដដែលទេបងប្អូនគឺវានឹងមានការប្រែប្រួលអាស្រ័យទៅលើចំនួន follower ដែលបងប្អូនបានដាក់នៅខាងលើឧទាហរណ៍ថាបងប្អូនដាក់ចំនួនលើសពី10បងប្អូនដាក់20ឬក៏ 1k ឬក៏ 2k អញ្ចឹងនៅត្រង់កន្លែងឆាននឹងដែរគឺវានឹងធ្វើការគិតលុយទៅតាមចំនួន follower ដែលនៅខាងលើហ្នឹងបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានធ្វើការជ្រើសរើសនៅខាងលើហ្នឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅជាពិសេសនៅត្រង់កន្លែងប្រអប់ link បងប្អូនត្រូវប្រកាសថា link ដែលបងប្អូនបានយកមកផាសហ្នឹងគឺជា link ដែលបងប្អូនបាន copy ត្រឹមត្រូវមកហើយបងប្អូនបន្ទាប់ពីបងប្អូនបានពិនិត្យមើលចំណុចទាំងអស់នឹងថាត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះបានបន្ទាប់ពីបងប្អូនបានចុច submit ហើយនោះនឹងលុបជាវិក័យប័ត្របែបនេះមកឲ្យបងប្អូនសម្រាប់វិក័យប័ត្រនេះដែរគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល1ម៉ោងបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលទ្ធផលឲ្យបងប្អូនប៉ុន្តែបើជាក់ស្ដែងទៅគឺអត់ដល់1ម៉ោងទេបងប្អូនគឺត្រឹមតែរយៈពេល30នាទីគឺនឹងដឹងលទ្ធផលឲ្យបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺ
ខ្ញុំអត់តម្រូវបងប្អូននៅក្នុង website ហ្នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការបង្កើនចំនួន follower ទៅលើ Facebook page ក៏បញ្ចប់តែត្រឹមហ្នឹងសម្រាប់បងប្អូនដែលអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានហើយក៏សូមអធ្យាស្រ័យបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្ដីរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ